Welcome, ladies and gentlemen, to Visa's podcast series on Small Business, Big Future. This podcast today is virtually coming to you from Cambodia. បញ្ហា SMB នៅស្រុកសហគ្រិនស្ត្រីនៅស្រុកខ្មែរគាត់មានផលលំបាកច្រើននៅក្នុងការទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីទទួល funding ទទួលប្រាក់កម្ចីឬមួយក៏នៅទានសម្រាប់ផ្គត់ផ្គង់អាជីវកម្មរបស់គាត់ឬមួយគឺពង្រីកអាជីវកម្មរបស់គាត់គឺនៅមានកម្រិតដោយសារថាមានការលំបាកនៅក្នុងការទំនាក់ទំនងទៅស្ថាប័នហិរញ្ញវត្ថុដើម្បីបង្ហាញជូនពីតម្រូវការរបស់គាត់ថាតើគាត់ត្រូវការឲ្យគេជួយទៅលើអីហើយធ្វើឲ្យធនាគារនឹងគាត់ពិបាកក្នុងការឆ្លើយតបថាអញ្ជើញដោយសារឥឡូវគឺយើងមានការកំងពីក្រៅប្រទេសអញ្ចឹងការបងទូទាត់សាច់ប្រាក់គឺទូទាត់តាមធនាគារអញ្ចឹងពេលដែលគាត់ទូទាត់ហើយគឺយើងត្រូវរងចាំរយៈពេលយូរតែក្នុងកំឡុងរយៈពេលហ្នឹងគឺយើងក៏បានរៀបចំផលិតផលនិងរៀបចំការដឹកជញ្ជូនចេញទៅជូនគាត់ប៉ុន្តែក្នុងរយៈពេលហ្នឹងយើងត្រូវរងចាំជួនកាលយើងអាចថាឲ្យបានយើងចេញទៅមុនប៉ុន្តែប្រាក់ដែលគាត់ទូទាត់ហ្នឹងគឺអត់បានចូលមកក្នុងកងយើងនៅឡើយទេ Did you run into any problems when it came to understanding the latest financial processes and solutions in the industry? សម្រាប់ធ្វើអាជីវកម្មប៉ុន្តែពេលខ្លះសម្រាប់យើងជាស្ត្រីហើយយើងម្នាក់ឯងក្នុងការគ្រប់គ្រងអាជីវកម្មគឺយើងពិបាកក្នុងការស្នើសុំកម្ចីទៅខាងធនាគារព្រោះតែស្ថានភាពគាត់ក៏ត្រូវការអ្នកដែលកម្ចីហ្នឹងគឺជាស្វាមីភរិយាហើយមានទ្រព្យបញ្ចាំខ្ពស់តែពេលសម្រាប់បទពិសោធន៍ផ្ទាល់របស់នាងខ្ញុំគឺនាងខ្ញុំត្រូវការកម្ចីមួយសម្រាប់នាងខ្ញុំតោះគឺនាងខ្ញុំត្រូវការទិញដីនៅសៀមរាបប៉ុន្តែពេលដែលខ្ញុំទៅដាក់ពាក្យស្នើសុំកម្ចីខាងធនាគារគាត់សួរថាយើងមានគ្រួសារហើយនៅហើយបន្ទាប់មកបើសិនជាយើងនៅគាត់ត្រូវការអ្នកធានាមកជាមួយប៉ុន្តែបើសិនសម្រាប់ខ្ញុំគិតថាបើសិនជាអាចយើងចង់កម្ចីម្នាក់ឯងយើងចង់គោលចំហម្នាក់ឯងតែយើងគិតថាប្រាក់ខែយើងអាចរត់រួចយើងចំណាយគ្រប់សម្រាប់បង់ថ្លៃត្រឡប់ទៅធនាគារវិញក្នុងការទិញនឹងពេលខ្លះគឺនៅមានការរើសអើងរវាងអាជីវកម្មដែលអូនដោយស្ត្រីនិងដោយបុរសហើយពេលខ្លះគឺជាបញ្ហាចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុរបស់ស្ត្រីខ្លួនឯងដែលគាត់មានការលំបាកនៅក្នុងការទំនាក់ទំនងទៅស្ថាប័នហិរញ្ញវត្ថុដើម្បីអាចចាប់ផ្ដើមបូកបញ្ចូលរួមនៅក្នុងវិស័យអប់រំការសិក្សាចាប់ពីថ្នាក់វិទ្យាល័យមកគឺថ្នាក់អាចថាថ្នាក់ទី10ឬ11 12មកយើងអាចឲ្យគាត់ដឹងពីការដំណើរការឬអប់រំគាត់ពីហិរញ្ញវត្ថុនឹងហើយរហូតមកដល់ពេលគាត់ថាគាត់រៀនចប់គាត់មានគំនិតកញ្ចង់រស់ស៊ីគាត់អាចនឹងចាប់ផ្ដើមធ្វើអាជីវកម្មនឹងតិចបូករួមជាមួយនឹងការកម្ចីពីធនាគារអាចដែលថាមានច្រើនជម្រើសឲ្យសម្រាប់គាត់អាចថាគាត់ម្នាក់ឯងជាស្ត្រីគាត់អាចខ្ចីកម្ចីពីធនាគារបានដើម្បីចាប់ផ្ដើមធ្វើអាជីវកម្មរបស់គាត់សម្រាប់អាជីវកម្មតូចៗរបស់គាត់ Darlene, what do you think are some of the supports available in the financial ecosystem that help SMBs access capital and financial knowledge? អញ្ចឹងកន្លងមកសម្រាប់ Visa ក៏យើងមានកិច្ចព្រមព្រៀងមួយដែលយើងសហការជាមួយធនាគារជាតិនៃកម្ពុជាជាមួយនឹងក្រសួងកិច្ចការនារីដើម្បីផ្ដល់ការអប់រំទៅដល់ស្ត្រីដែលជាសហគ្រិននៅក្នុងគាត់ចាប់ផ្ដើមចង់យល់ដឹងពីបញ្ហាគ្រប់គ្រងអាជីវកម្មបើអាជីវកម្មដំបូងឬក៏ត្រូវការ access to loan ឬក៏ finance របស់ស្ថាប័នណាមួយហ្នឹងគឺយើងមានកម្មវិធី training មួយដែលផ្ដល់ជូនទៅពួកគាត់តាមរយៈក្រសួងកិច្ចការនារីដែលគាត់មាន working group មួយសម្រាប់ធ្វើកិច្ចការហ្នឹង and we also working with the private sector to like a bank member we try to bring the SMB program could offer the special program to support the SMB business in Cambodia មានឈ្មោះជាភាសាអង់គ្លេសថា practical business skill ដែលយើងមានដាក់នៅក្នុង website សម្រាប់ឲ្យគ្រប់សហគ្រិនថ្មីជាពិសេសស្ត្រីគាត់អាចចូលទៅ download ដើម្បីសិក្សាដោយខ្លួនឯង and we also យើងក៏បានសហការជាមួយនឹង Credit Bureau Cambodia ដើម្បីសហការក្នុងការ
បើក៏ភាពងាយស្រួលនៅក្នុងការគាត់ឲ្យបន្ទុកទៅលើអ្នកដែលចង់ស្នើសុំប្រាក់កម្ចីដែលយើងហៅថា credit scoring យើងមានទៅសេជាដូចនិកាយមួយបទមួយដែលនិយាយពី why letter ដើម្បីគាត់អាច access ទៅ credit បានអញ្ចឹង credit card គឺជា another way ដែលគាត់យើងនឹងជួយទៅលើយ៉ាង entrepreneur សម្រាប់